នេះគឺជាសាច់រឿងមួយចំនួននៅពីក្រោយពាក្យថាប្រែរូបនៃប្រាសាទមួយដែលត្រូវបានកំណត់អត្ថន័យជាទូទៅថាជាទីកន្លែងសម្រាប់បូជាព្រះសពឬការប្រែរូបរាងកាយពីសាកសពទៅជាផេះផងហើយការហៅឈ្មោះបែបនេះដោយសារគេយល់ថាអាងមួយមានរាងចតុកោណកែងសាងអំពីថ្មភក់លម្អនៅចំពីមុខកម្មជណ្ដើរឡើងទៅប្រាសាទខាងលើនេះគឺជាក្តារមឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះតើរឿងរ៉ាវនេះជាការពិតឬយ៉ាងណាក្នុងវីដេអូមួយនេះខ្ញុំនឹងបកស្រាយលម្អិតអំពីសាច់រឿងដែលគេនិយាយតៗគ្នានិងមូលហេតុពិតប្រាកដនៃឈ្មោះប្រាសាទប្រែរូបគ្រាន់តែលើឈ្មោះថាប្រែរូបបងប្អូនជាច្រើនរួមទាំងខ្ញុំប្រហែលជាយល់ថាប្រាសាទនេះប្រែពណ៌ឬក៏យ៉ាងណាតែវាជាការពិតបើជាទូទៅដែលយើងអាចមើលឃើញនឹងភ្នែកដោយប្រាសាទនេះត្រូវបានសាងសង់អំពីឥដ្ឋថ្មភក់និងថ្មបាយក្រៀមហើយត្រូវបានផ្លាស់ប្ដូរពណ៌ដោយឥដ្ឋពណ៌ក្រហមប្រែជាពណ៌លឿងទុំឬស្ពាន់យ៉ាងស្រស់ស្អាតនៅពេលថ្ងៃលិចមុននឹងចូលទៅកាន់វីដេអូខ្ញុំសូមរំខានបងប្អូនបន្តិចដោយសារតែឥឡូវនេះធនាគារអូរីកំពុងមានប្រូម៉ូសិនថ្មីចែកជាទឹកប្រាក់រហូតដល់10លានរៀលជារៀងរាល់ខែផ្ដល់ជូនសម្រាប់អតិថិជនថ្មីរហូតដល់500នាក់ដំបូងនៅក្នុងមួយខែដោយម្នាក់ៗទទួលបាន20000រៀលដែលបានបើកគណនីសន្សំរួមមានគណនីសង្ឃឹមគណនី Hi-Fi គណនីសន្សំ Plus ឬក៏គណនីរហ័សនៅក្នុងអំឡុងពេលប្រូម៉ូសិននេះដោយគ្រាន់តែបងប្អូនរក្សានៅសមតុល្យទឹកប្រាក់ជាមធ្យមនៅក្នុងមួយថ្ងៃយ៉ាងហោចណាស់$100ឬក៏400,000រៀលនៅក្នុងគណនីនោះហើយការផ្ដល់ជូននេះគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទខាងក្រោមនេះប្រាសាទប្រែរូបគឺជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី10ក្នុងគ្រិស្តសករាជ961ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី2បច្ឆាមរណៈនាមថាសិវលោកដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនាឈ្មោះនៃប្រាសាទប្រែរូបដើមឡើយអាចមកពីឈ្មោះនៃប្រតិមាទេពមួយដែលមានចារនៅក្នុងសាលាចារឹក K806 នៃប្រាសាទនេះគឺវិស្វរូបឬរាជេន្ទ្រវិស្វរូបវាអាចជាការវិវត្តនៃពេលវេលាឬសម្លេងនៃការហៅវិស្វរូបវររូបព្រះរូបប្រេរូបមែនទែនទៅបើស្ដាប់អ្នកដែលរស់នៅក្នុងតំបន់អង្គរសម្លេងដែលគាត់ហៅគឺប្រេរូបមិនឮប្រែរូបទេប៉ុន្តែចំពោះការសរសេរថាប្រែរូបនេះគឺអាចមកពីពេលដែលបារាំងចូលមកអភិរក្សនៅតំបន់អង្គរប្រាសាទប្រែរូបត្រូវបានកំណត់អត្ថន័យជាទូទៅថាជាទីកន្លែងសម្រាប់បូជាព្រះសពឬការប្រែរូបរាងកាយពីសាកសពទៅជាផេះផងហើយការហៅឈ្មោះបែបនេះដោយសារគេយល់ថាអាងមួយមានរាងចតុកោណកែងសាងអំពីថ្មភក់លម្អនៅចំពីមុខកម្មជណ្ដើរឡើងទៅប្រាសាទខាងលើនេះគឺជាក្តារមឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះនៅពេលដែលគេបូជាព្រះសពឲ្យคล้ายទៅជាផេះនិងកំទេចឆ្អឹងហើយគេក៏អាចប្រមូលយកទៅលាងនៅឯទូប៉មចំហមួយដែលមានដំបូលរាងជាសាជីសាំងអំពីថ្មបាយក្រៀមមានសសរចំនួន4ស្ថិតនៅទិសឦសាននៅខាងក្នុងតួប៉មមានផ្ទាំងថ្មភក់មួយក្នុងទម្រង់ជាត្បាល់កិនរាងការ៉េដែលមានចង្ហូរទឹកចេញប៉ុន្តែការយល់ឃើញរបស់អ្នកស្រុកខាងលើគឺមិនត្រឹមត្រូវទេព្រោះអ្វីដែលអ្នកស្រុកថាជាក្តារមឈូសនោះគឺគ្រាន់តែជាទម្រសម្រាប់ទ្ររូបសំណាក់កូនន្ទិដែលជាយានជំនិះរបស់ព្រះឥសូរព្រោះប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងលទ្ធិព្រហ្មញ្ញសាសនារីឯទម្ររាងត្បាល់កិនតាមពិតវាជាទម្រយោនីរបស់ព្រះនាងឧមាសម្រាប់ទ្រសិវលឹង្គរបស់ព្រះឥសូរប៉ុណ្ណោះលើពីនេះប្រាសាទប្រែរូបមានលក្ខណៈពិសេសទៅលើផ្នែកសំណង់ផងដែរដោយប្រាសាទមួយនេះមានពណ៌យ៉ាងស្រស់ស្អាតនៅពេលដែលមានពន្លឺថ្ងៃចាំងមកជាពិសេសពេលព្រឹកនិងពេលថ្ងៃរសៀលបានធ្វើឲ្យថ្មប្រាសាទនេះឡើងជាពណ៌ក្រហមយ៉ាងស្រស់ស្អាតសមដូចជាឈ្មោះថាប្រាសាទប្រែរូបពិតមែនហើយសូមអរគុណជួបជាមួយខ្ញុំជឿនវិនីនៅវីដេអូក្រោយទៀតហើយមុននឹងបញ្ចប់វីដេអូខ្ញុំសូមប្រាប់បងប្អូនថាឥឡូវនេះធនាគារអូរីមានកម្មវិធី Happy VB Day ផ្ដល់កាដូជូនអតិថិជនមកប្រើប្រាស់សេវាកម្មនៅសាខា Premium ធនាគារអូរីនៅរៀងរាល់ថ្ងៃទី1និងទី11នៃខែនីមួយៗការផ្ដល់ជូននេះដល់ខែមិថុនាឆ្នាំ2026សូមអរគុណហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្តទៀត